នគរបាលស្រុកសង្កែខត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូភ្ជង់យកកាបូបលុយនិងទូរស័ព្ទកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាបានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីគេធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូភ្ជង់យកកាបូបលុយនិងទូរស័ព្ទរបស់ស្ត្រីជនរងគ្រោះលោកវីរៈសេនីតូយុទ្ធតុងហូអធិការនគរបាលស្រុកសង្កែបានឲ្យដឹងថាកាលពីថ្ងៃទី9ខែកុម្ភៈឆ្នាំ2026វេលាម៉ោង20:00នាទីនៅចំណុចក្រុមទី13ភូមិតាកុកឃុំនរាស្រុកសង្កែខេត្តបាត់ដំបងមានករណីអំពើលួចមានស្ថានទម្ងន់ទោសកាន់កំបិតភ្ជង់យកទ្រព្យសម្បត្តិមួយករណីកើតឡើងបង្កដោយជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណភេទប្រុសបានជិះម៉ូតូធ្វើសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះឈ្មោះថានិរីវ៉ាន់ថាភេទស្រីអាយុ29ឆ្នាំមានទីលំនៅនៅភូមិតាប៉ុនឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបងបណ្ដាលឲ្យដួលរួចយកកំបិតភ្ជង់យកកាបូបស្ពាយដែលមានទឹកប្រាក់នៅក្នុងនោះចំនួន6សែនរៀលនិងទូរស័ព្ទដៃ Mac iPhone ចំនួន2គ្រឿងទៅដោយសុវត្ថិភាពលោកបានបញ្ជាក់បន្ថែមថាក្រោយពេលទទួលបណ្ដឹងរួចរាល់កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែបានសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរុកាចុះស្រាវជ្រាវរហូតនៅវេលាម៉ោង15:00នាទីថ្ងៃទី11ខែកុម្ភៈឆ្នាំ2026ឃាត់ខ្លួនបានជនសង្ស័យជាមុខសញ្ញាឈ្មោះថាចន្ទធាវិសាភេទប្រុសអាយុ19ឆ្នាំជាមួយនឹងវត្ថុតាងទូរស័ព្ទភិនភាគខាងលើចំនួន2គ្រឿងកាំបិតកែច្នៃចំនួន1ដើមនិងម៉ូតូកែច្នៃចំនួន1គ្រឿងផងដែរក្រោយពីធ្វើការឃាត់ខ្លួនយកទៅសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះថាចន្ទធាវិសាបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះរួចចូលកាំបិតភ្ជង់យកកាបូបលុយពិតប្រាកដមែនបន្ទាប់មកកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចាត់ចែងតាមនីតិវិធីនៃច្បាប់